នេះបងប្អូននេះជាផ្នែកទី3ដែលយើងវាស់ផ្នែកលើដំបូលទូរថយន្តដើម្បីយើងកាត់ដូចអ្វីដែលខាងបង្ហាញពីផ្នែក1និងផ្នែក2ដែរហើយនេះបងយើងទៅកាត់ក្នុងកាត់ក្រៅដោយសារនេះវាជាប្រភេទសាច់តែពីជាន់អញ្ចឹងទៅយើងកាត់ទៅមុនអញ្ចឹងគឺប្រើទៅកាត់ហើយក៏ត្រូវតែប្រើមកទៅកាត់សាក់ស៊ីបន្ថែមដើម្បីឲ្យវាដាច់ទាំងដងមួយវាជាសាច់ដៃពីជាន់អញ្ចឹងផ្នែកខាងដំបូលมันខុសពីផ្នែកខាងជញ្ជាំងហើយនិងផ្នែកបាតទេបងប្អូនគឺយើងកាត់ហើយនឹងមានក្រិតដូចគ្នាហើយក៏មានវីដេអូទាំងស្រុងនៅពេលដែលយើងកាត់ទាំងជញ្ជាំងទាំងបាតទាំងដំបូលជូនបងប្អូនមើលដើម្បីមុននឹងយើងបង្គុំលើកបន្ទប់ចូលគ្នាវិញហើយនឹងមានការដេរតម្រូវឲ្យត្រូវនឹងមួយក្រិតហើយនឹងຂະຫນາດនៅអ្វីដែលយើងត្រូវការអូខេសម្រាប់ព័ត៌មានបន្ថែមចាំមើលបងប្អូនតាមដានផ្នែកទី4នៅពេលដែលយើងលើកបង្គុំចូលតួរថយន្តអូខេអរគុណ